មកប្រាប់វិធីងាយៗនៅពេលដែលយើងថតកាមេរ៉ាមុខទៅវាបច្រាស់អញ្ចឹងយើងចង់ឲ្យវាបច្រាស់យើងពេលថតកាមេរ៉ាមុខទៅវាចេញបច្រាស់ជាហើយយើងថតមកឆ្វេងវាបែរទៅស្ដាំរូបបច្រាស់អញ្ចឹងយើងចង់ឲ្យវាបច្រាស់យើងចូលក្នុង setting ហើយរករូបកាមេរ៉ានេះរូបកាមេរ៉ាហ្នឹងចូលក្នុងមកហើយយើងឃើញមុខងារមួយគេដាក់ពាក្យថានេះយើងបើកវាមកវាលែងបច្រាស់ហើយបើកឲ្យអញ្ចឹងមកហើយយើងចូលទៅថតវិញបើតើវាបច្រាស់ទៀតអត់លែងបច្រាស់នេះអានេះរូបទី1ដែលខ្ញុំថតអានេះបច្រាស់តែប៉ុណ្ណឹងវីដេអូហ្នឹងងាយ